អរគ្នាបងប្អូនណាខ្លះដែលទូរស័ព្ទបងប្អូនណាខ្លះដែលលឺសំឡេងតិចហើយលឺខ្សោខ្សៅដែលបងប្អូនចង់បន្ថែមសំឡេងឲ្យលឺខ្លាំងបងប្អូនអាចមើលតាមវិធីនេះបានបងប្អូនអាចតម្លើងសំឡេងបានអាចអីបានបញ្ចប់ហ្នឹងហើយបងប្អូនគាត់មានកម្មវិធីនេះមួយគឺបងប្អូនគឺឃើញថាទូរស័ព្ទបងប្អូននឹងលឺខ្លាំងជាងមុនតបានហ្នឹងហើយព្រោះអីទូរស័ព្ទខ្ញុំដំបូងលឺខ្សោខ្សៅដល់ពេលខ្ញុំសាកមើលវិធីនេះគឺល្អមែនបងប្អូនអាចបើកសំឡេងបានខ្លាំងហ្នឹងហើយនេះបងប្អូនមើលនេះ tray 3នេះហ្នឹងហើយចុចតម្លើងវាមកហ្នឹងហើយចុច setting វាមកចុច tick ចឹងមកដើម្បីឲ្យទូរស័ព្ទយើងលឺខ្លាំងបងប្អូនឃើញហ្នឹងហើយដល់អញ្ចឹងមកខាត់ពេលយងបងប្អូនចូលមើលបងប្អូនមកតើធ្វើវិធីណាហ្នឹងហើយទី1ឡើងបងប្អូនចូលដល់កម្មវិធីសិនមកហ្នឹងហើយបងប្អូនមករក Play Store យើងមកនេះមករក Play Store យើងមកដើម្បីដល់កម្មវិធីនឹងបានហ្នឹងហើយកម្មវិធីនឹងឈ្មោះអីគេបងប្អូនសាកមើលបងប្អូនគ្នាតើបានជួយ comment ប្រាប់ផងហ្នឹងហើយតែខ្ញុំសាកបងទៅល្អបងប្អូនឃើញបានមែនហ្នឹងហើយចុចមើល Play Store យើងហើយចុចមកកន្លែងពាក្យ search raw មកបងប្អូននេះកន្លែង search raw ឬហើយយើងវាយឈ្មោះទាំងនេះមកហ្នឹងហើយវាយតាមខ្ញុំមកនេះវាយឈ្មោះនេះមកបងប្អូនសរសេរតាមនេះមកហ្នឹងហើយសរសេរតាមនឹងមកនេះរូបភាពកម្មវិធីនេះបែបនេះបងប្អូនណាហ្នឹងហើយដូចគ្នាទេពីរហ្នឹងបងប្អូនយកមួយណាក៏បានដែរហ្នឹងហើយដោនមកហ្នឹងហើយដោនកម្មវិធីនឹងមកហ្នឹងហើយតែខ្ញុំដោនវាហើយបងប្អូនខ្ញុំសុំចុចបើកតែម្ដងហ្នឹងហើយចុចបើកតែម្ដងពេលយើងចុចបើកហ្នឹងហើយបងប្អូនអត់ដោនបងប្អូនដោនមកហ្នឹងហើយកាលណាចុចបើកមកហើយបងប្អូនត្រូវចុចសញ្ញានេះបិទដើម្បីបិទចោលនេះបងប្អូនណាសញ្ញានេះបិទចោលហ្នឹងហើយចុចបិទខ្វែងនឹងមកឬហើយបងប្អូនមកយកពាក្យថាយល់ព្រមមកហ្នឹងហើយយល់ព្រមណានេះហ្នឹងហើយយកពាក្យយកពាក្យយល់ព្រមហ្នឹងនេះប៉ះកន្លែងពាក្យយល់ព្រមហ្នឹងមកវានាំម្ដងកន្លែងនេះបងប្អូនអានេះគឺ bed នេះគឺសំឡេងវាធ្ងន់បងប្អូនអាចចុចបើកបាននៅកន្លែងហ្នឹងចុចខ្វែងចោលមកបងប្អូនចង់សេរីខ្លួនឯងក៏បានដែរសេរីខ្លួនឯងយើងជួយគាត់ចុចបើកនេះមកដើម្បីសេរីខ្លួនឯងប៉ះបើកអញ្ចឹងមកសេរីយកសំឡេងស្អាតប៉ុណ្ណាហ្នឹងហើយនេះគឺការអាចកែសំឡេងបានបងប្អូនហ្នឹងហើយជាពិសេសបងប្អូនចុចមកចូលឯនេះដើម្បីឲ្យសំឡេងខ្លាំងមែនតើបងប្អូននេះចូលមក tray 3ខាងលើនេះមកដើម្បីទៅកំណត់វាសិនដើម្បីthíchចូលថាឲ្យឧបករណ៍របស់យើងហ្នឹងវាចាប់ហ្នឹងហើយចាប់ support ជាមួយកម្មវិធីហ្នឹងណាហ្នឹងហើយប៉ះនឹងមួយមកឬបងប្អូនមើលពាក្យថា setting នេះមកនេះcoiនេះហ្នឹងហើយចុចនឹងមួយមកឬហើយបងប្អូនមក thích កន្លែងនេះហ្នឹងហើយចុច thích ហ្នឹងមកនេះពីកន្លែងហ្នឹង thích មក thích មក thích មក thích អស់មកបើកទាំងអស់ចឹងមកហ្នឹងហើយអូខេនេះជាការរួចរាល់ហើយបងប្អូនចុចថយវិញមួយមកនេះចុចនឹងមួយមកថយវិញមួយអូខេវានឹងបង្ហាញកន្លែងនេះឲ្យនេះវានឹងបង្ហាញកន្លែងយើងបើកសំឡេងឲ្យបងប្អូនចង់បើកប៉ុណ្ណាហ្នឹងហើយតាមចិត្តបងប្អូនទៅហ្នឹងហើយដាក់អស់ចោលហើយយើងទៅក៏បានដែរតែខ្លាច់បែកឧបករណ៍យើងដាក់ត្រឹមឲ្យសល់ខ្លះទៅហ្នឹងហើយkalauបែកឧបករណ៍ទៅវាប៉ះពាល់ដល់ទូរស័ព្ទយើងព្រោះវាលឺខ្លាំងពេកបងប្អូនណាបងប្អូនអូសតុបតែងតាមខាងក្រោមនឹងមកយកប្រមាណកម្រិតបានឬហើយបងប្អូនចុចខាងក្រោមនេះមួយមកហ្នឹងហើយដើម្បីវាដំណើរការចុចមួយចឹងមកវាដំណើរការនេះបងប្អូនណាអញ្ចឹងបងប្អូនអូសចេញមកឬហើយបងប្អូនសាកចុចបើកវីដេអូណាមួយឬមួយបើកសំឡេងណាមួយមកវាលឺប៉ុណ្ណាសាកមើលបន្តិចណា